សូមជូនដំណឹងដល់កសិករដាំផ្លែឈើទាំងអស់ឲ្យទៅចំការនិងប្រមូលផលជាបន្ទាន់មិនថាផ្លែឈើមានពណ៌ក្រហមយ៉ាងណាទេទោះបីជាវាទើបតែចាប់ផ្ដើមមានពណ៌ក៏ដោយមុនម៉ោង12 អាធ្រាត្រយប់នេះផ្លែប៊ឺរីធំទាំង 1000 ផ្លែត្រូវតែបេះហើយដាក់លើឡានដឹកទំនិញអ្នកចាត់ការទូទៅឆេងមានរឿងអ្វីកើតឡើងតើយើងមិនយល់ស្របទេថាការប្រមូលផលនឹងចាប់ផ្ដើមជាផ្លូវការនៅរសៀលថ្ងៃស្អែកហេតុអ្វីបានជាយើងបេះវាឥឡូវនេះគ្មានពេលពន្យល់ទេការប្រមូលផលដ៏ធំសម្បើមដែលមានម្ដងក្នុងមួយសតវត្សជិតមកដល់ហើយយកផ្លែប៊ឺរីនិងធុងទេមកឲ្យលឿនទោះបីជាអ្នកបេះវាហើយដាក់វាក្នុងកន្លែងត្រជាក់ក៏ដោយវាប្រសើរជាងទុកវាចោលនៅលើដើមឈើឲ្យងាប់ខ្ញុំចង់ឃើញថាអ្នកណាហ៊ានប្រើខួរក្បាលរបស់ពួកគេដើម្បីអង្រួនសៀវភៅនេះចាងស៊ូតើអ្នកឈួតទេហេតុអ្វីបានជាមនុស្សគ្រប់គ្នាប្រុងប្រយ័ត្នខ្ញុំឈួតខ្ញុំគិតថាដង្កូវសៀវភៅនេះគឺជាអ្នកដែលឈួតថ្ងៃស្អែកអ្នកទិញផ្លែឈើធំជាងគេរបស់ទីក្រុងនឹងមកកន្លែងនោះដើម្បីបេះទំនិញអ្នកកំពុងបញ្ជូនអ្នកបម្រើទាំងនេះឲ្យប្រញាប់ប្រញាល់ទៅប្រមូលផលឥឡូវនេះតើអ្នកដឹងទេថាប្រសិនបើផ្លែប៊ឺរីទាំងនេះព្យួរនៅលើដើមឈើរយៈពេល24 ម៉ោងពណ៌របស់វានឹងផ្លាស់ប្ដូរពីពណ៌ក្រហមភ្លឺទៅជាពណ៌ក្រហមផ្លែប៊ឺរីលំដាប់ខ្ពស់នៅពេលដែលវាប្រែជាពណ៌ក្រហមចាស់ផ្លែប៊ឺរី1 ផោនអាចរកចំណូលបានបន្ថែម10 យន្តឬ 1500 យន្តនោះជាប្រាក់ចំណេញជាង 2 លានយន្តអ្នកបានបេះវាមុនហើយដូច្នេះអ្នកនឹងត្រូវសងខ្ញុំវិញសម្រាប់ប្រាក់ចំណេញដែលបាត់បង់មែនទេ2 លានអ្នកឆ្លាតណាស់បើកភ្នែករបស់អ្នកហើយមើលការព្រមានពណ៌ក្រហមរបស់ការិយាល័យអាកាសធាតុយប់នេះព័ត៌មាននិយាយថា15 អង្សាសេព្រិលនឹងក្លាយជាគ្រោះមហន្តរាយដរាបណាសីតុណ្ហភាពនៅខាងក្នុងផ្លែឈើធ្លាក់ចុះក្រោម0ទឹកនៅខាងក្នុងនឹងកកហើយពង្រីកព្រឹកស្អែកនៅពេលដែលព្រះអាទិត្យរះវាទាំងអស់នឹងប្រែទៅជាភក់គួរឲ្យអស់សំណើចណាស់ខ្យល់ពេលព្រឹកខ្យល់ពេលព្រឹកខ្យល់ពេលព្រឹកអ្នកទើបតែមានការលំបាក2 3 ថ្ងៃប៉ុណ្ណោះហើយអ្នកខ្លាចព្រើបន្តិចបន្តួចរួចទៅហើយខ្ញុំបានសរសេរប្រឡំលោកខ្លីអស់រយៈពេល30 ឆ្នាំមកហើយខ្ញុំបានញ៉ាំអំបិលច្រើនជាងអ្នកញ៉ាំបាយមានពាក្យចាស់មួយនៅជនបទថាព្រើធ្លាក់ល្អនាំមកនៅសំណាងល្អចៅហ្វេងនៀនតើអ្នកយល់ទេខ្ញុំបានចំណាយប្រាក់រាប់លានដុល្លារទិញបំពង់ដែកនិងខ្សែភាពយន្តអ៊ីសូឡង់ក្រាស់សម្រាប់ចំការតែធំនេះអ្នកគិតថាវាគ្រាន់តែជារឿងកំ pl ែងទេទោះបីជាមានព្រើធ្លាក់ក៏ដោយទោះបីជាវាជាទឹកកកក៏ដោយចំការនឹងមិនទម្លុះឡើយអ្នកមិនយល់ទេមិនអីទេកសិករផ្លែឈើសូមទៅបន្ទប់ផ្ទុកជាបន្ទាន់យកម៉ាស៊ីនផ្លុំខ្យល់ក្តៅទាំងអស់ចេញភ្ជាប់វាទៅនឹងរន្ធខ្យល់ចេញចូលរបស់ចំការដោយសារយើងមិនប្រញាប់ប្រមូលផលទេអ្នកទាំងអស់គ្នាកុំខ្លាចចំណាយលុយដុតវាតាមស្តង់ដារប្រេងតែ500-300 កេសក្នុងមួយចំការប្រសិនបើមានបញ្ហាខ្ញុំនឹងដោះស្រាយវាដោយខ្លួនឯងអ្នកទាំងអស់គ្នាឈប់នៅទីនោះការដុតប្រេងតែធ្វើឲ្យចំការលិចតើអ្នកគិតថាអ្នកកំពុងបង្កបញ្ហាធំមែនទេសហករណ៍របស់យើងមានប្រេងតែលេខ0ជាង100បំពង់នៅក្នុងឃ្លាំងដែលខ្ញុំបានទិញដោយប្រាក់ដែលរកបានដោយលំបាករបស់ខ្ញុំជាបំរុងប្រេង1000 ប៊ូសែលហើយម៉ាស៊ីនផ្លុំខ្យល់ក្តៅភ្លាមត្រូវបានបើកតម្លៃប្រេងដុតមួយចានគឺគ្រប់គ្រាន់សម្រាប់ខ្ញុំទិញរទេះកៅស៊ូតូចមួយលុយរបស់ខ្ញុំមិនបានធ្លាក់ពីលើមេឃទេចំពោះពាក្យមិនសមហេតុផលមួយចំនួនរបស់អ្នកអំពីការព្យាករណ៍អាកាសធាតុផ្សេងគ្នាខ្ញុំមិនខ្ជះខ្ជាយលុយរាប់សិបដុល្លារទេគ្មានផ្លូវទេបើមិនដូច្នោះទេចូលទៅដាក់សោដ៏ផ្អែមល្ហែមនៅលើទ្វារឃ្លាំងប្រេងតែបើគ្មានសោរបស់ខ្ញុំទេតើអ្នកណាហ៊ានប៉ះកន្លែងនេះចៅយូឆៃអ្នករកបានរុនដោតពណ៌ទឹកក្រូច2 លានទៀតហើយឥឡូវនេះអ្នកបដិសេធមិនចែករំលែកកម្ដៅដើម្បីសន្សំប្រាក់ប្រេងតែបន្តិចបន្តួចអ្នកកំពុងយកភាគលាភរបស់ភូមិទាំងមូលនិងទ្រព្យសម្បត្តិ15 លានទៅសិក្សាខ្ញុំជានាយកសហករណ៍ខ្ញុំមានលុយច្រើនជាងគេទេចេនពេងខ្ញុំខឹងនឹងអ្នកយូរមកហើយអ្នកតែងតែប្រើរឿងតូចតាចជាលេសដោយប្រើទិន្នន័យវិទ្យាសាស្ត្រមិនសមហេតុផលមួយចំនួនដើម្បីដាក់សម្ពាធលើខ្ញុំដោយសារអ្នកខ្លាចខ្លាំងអ្នកចុះហត្ថលេខាហើយចេញទៅឥឡូវនេះខ្ញុំបានចុះហត្ថលេខាលើឯកសារវាពិតជាករណីរកប្រាក់ចំណេញពន្ធតែខាតលុយវាមិនមានអ្វីតាក់ទងនឹងស្ថានភាពនេះទេព្រឹកស្អែកពេលលុយ15 លានរបស់ខ្ញុំមកដល់គុំច្រណែនអីយល់ព្រមខ្ញុំបានចុះហត្ថលេខាហើយខ្ញុំសង្ឃឹមថាអ្នកនៅតែអាចដំណើរការវាបាននៅព្រឹកស្អែកពេលលុយមកដល់ថ្ងៃស្អែកខ្ញុំនឹងទៅជួបអាជ្ញាធរដើម្បីប្រមូលប្រាក់ច្រើនបន្ទាប់មកខ្ញុំនឹងទិញវីឡាធំមួយមានរឿងអ្វីកើតឡើងផ្គរលាន់ក្នុងរដូវរងាផ្គរលាន់ក្នុងរដូវរងានោះជាការបង្កើតដើមទ្រូងធំនេះមិនមែនជាផ្គរលាន់ទេវាជារចនាសម្ព័ន្ធរូបវន្តខ្ញុំបានឃើញការផ្ទុះឡើងនៃគ្រោះមហន្តរាយនេះនៅពីមុខរន្ធខ្យល់ខ្ញុំបានឃើញការផ្ទុះឡើងនៃគ្រោះមហន្តរាយនេះនៅពីមុខរន្ធខ្យល់នៅម៉ោង 1 ព្រឹកសីតុណ្ហភាពបានធ្លាក់ចុះក្រោម15 អង្សាសេខ្យល់បក់ខ្លាំងពណ៌ដូចជាអាងបេតុងពណ៌កំពុងចាក់ចុះគឺច្បាស់ណាស់នឹងខ្លាំងលើបុរសធាត់15 លានអ្នកនោះប្រសិនបើវាជាបុរសធាត់ប្រឆាំងនាវាមុជទឹកកម្រិតកសិកម្មស្តង់ដាដែលសាងសង់ដោយប្រើបំពង់រឹងដែលមានកម្រាស់ 3.0 ឬច្រើនជាងនេះវាពិតជាអាចទប់ទល់នឹងការបាត់បង់ឈាមក្នុងកម្រិតជាក់លាក់មួយប៉ុន្តែធម្មជាតិគឺជាចៅក្រមដ៏ល្អបំផុត
ហើយច្បាប់រូបវិទ្យាគឺជាវិធានការដែលមើលមិនឃើញបំផុតលោក Yao UK ដែលជាអ្នកមានថ្មីថ្មោងក្នុងឧស្សាហកម្មអចលនទ្រព្យដើម្បីរីករាយនឹងប្រាក់ចំណូលរាប់លានបន្ថែមទៀតពីគម្រោងខណៈពេលដែលនៅតែមានសុខភាពល្អបានជំនួសបំពង់ដែកទាំងអស់ដោយបំពង់ដែលមានកម្រាស់ត្រឹមតែ 1.2 មីលីម៉ែត្រប៉ុណ្ណោះតើបំពង់ដែកទាំងនោះ News សហកម្ម Bolu អាចទប់ទល់នឹងកម្លាំងរូបវន្តដាច់ខាតនៃទឹកកកនិងព្រើរាប់ម៉ឺនតោនដោយរបៀបណានៅពេលដែលបំពង់ដែកដំបូងឈានដល់ចំណុចសំខាន់វាបានបាក់នៅចំកណ្ដាលជាមួយនឹងការប៉ះទង្គិចដ៏សាហាវហើយឥទ្ធិពលដូមីណូបានចាប់ផ្ដើមនេះមិនមែនគ្រាន់តែជាការដួលរំនៃបំពង់ធំមួយឬពីរនោះទេព្រះអើយខ្យល់នឹងព្រើបានបក់បោកពេញមួយយប់នៅពេលដែលកាំរស្មីដំបូងនៃព្រឹកព្រលឹមដែលនាំមកនូវភាពត្រជាក់ខ្លាំងបានធ្លាក់មកលើដីភូមិបេយ៉ុនព្យុះដ៏ខ្លាំងក្លាមួយហៀបនឹងបោកបក់ឆ្លងកាត់ប្រាសាទនេះការហូរឈាមបានឈប់នៅទីបំផុតហើយព្រះអាទិត្យរដូវរងាបានទម្លុះពុកភ្លឺចែងចាំងមកលើដីភូមិបេយ៉ុននេះដែលឥឡូវនេះគ្របដណ្ដប់ដោយព្រើនៅម៉ោង 7 ព្រឹកនៅខាងក្រៅច្រកទ្វារសហករណ៍ជួររថយន្តដឹកទំនិញជាច្រើនគ្រឿងដែលដឹករថយន្តថាមពលថ្មីរាប់សិបគ្រឿងបានបង្កើតឡើងរួចហើយអ្នកដែលទន្ទឹងរង់ចាំការមកដល់នៃអ៊ីយ៉ុងដែលផលិតដោយខ្លួនឯងដែលមានគុណភាពខ្ពស់បំផុតឥឡូវនេះកំពុងឈរនៅពីមុខកាកសំណល់ខ្វក់ដែលដួលរលំញ័រដោយកំហឹងពេលពួកគេមើលកាកសំណល់ខ្មៅស្រក់មិនត្រឹមតែអ្នកទិញប៉ុណ្ណោះទេប៉ុន្តែកសិករមកពីភូមិបាយ័នដែលបានចូលរួមជាមួយសហករណ៍ក៏មានការខឹងសម្បារយ៉ាងខ្លាំងគឺឋានសុខរឿងនេះគួរឲ្យខ្លាចណាស់ដោយឃើញការខិតខំប្រឹងប្រែងពេញមួយឆ្នាំរបស់ពួកគេប្រែក្លាយទៅជាខ្វក់មនុស្សចាស់មួយចំនួនបានដួលទៅលើដីដែលគ្របដណ្ដប់ដោយព្រើយំសោកគ្លីហ្វេងឯងជាមនុស្សគ្មានបេះដូងក្នុងនាមជាស្មានកសិដ្ឋានហេតុអ្វីបានជាឯងមិនបើកឧបករណ៍កម្ដៅការពីយប់មិញក្នុងអំឡុងពេលព្រើធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំងនេះនាយកចៅការសម្ដែងរបស់ឯងល្អណាស់អ្នករាល់គ្នាដោយសារនាយកចៅចង់បន្ទោសខ្ញុំចូលយើងបង្ហាញភស្តុតាងថ្ងៃនេះនៅចំពោះមុខអ្នករាល់គ្នានាយកចៅឯងភ្លេចហើយឬនៅយប់មិញម៉ោង 7:30 ឯងផ្ទាល់បានបង្ខំខ្ញុំឲ្យចុះហត្ថលេខាលើអ្វីមួយវាសរសេរយ៉ាងច្បាស់ជាពណ៌ខ្មៅនិងសខ្ញុំបានចុះហត្ថលេខាលើវានៅម៉ោង 7:30 យប់ខណៈពេលដែលការព្រមានអំពីភាពត្រជាក់និងព្យុះព្រើរបស់ការិយាល័យអាកាសធាតុមិនបានចាប់ផ្ដើមរហូតដល់ម៉ោង 1 ព្រឹកចាប់ពីម៉ោង 7:30 យប់ម្សិលមិញថាតើផ្ទះកសិដ្ឋាននេះត្រូវបានបំផ្លាញឬអត់នោះគ្មានអ្វីតាក់ទងនឹងខ្ញុំតាមផ្លូវច្បាប់ទេលើសពីនេះបន្ទាប់ពីខ្ញុំចុះហត្ថលេខារួចឆ្មាំសន្តិសុខរបស់លោកនាយកយ៉ាវបានរឹបអូសយកកូនសោរបស់ខ្ញុំភ្លាមហើយចាក់សោខ្ញុំនៅក្នុងផ្ទះកសិដ្ឋានដែលគេបោះបង់ចៅនេះពេញមួយយប់គាត់ថែមទាំងបានព្យួរផ្លាកសញ្ញានៅលើទ្វារទៀតផងលោកនាយកយ៉ាវខ្ញុំចង់សួរអ្នកថាតើអ្នកនឹងបើកប្រព័ន្ធកម្ដៅកណ្ដាលរបស់អ្នកដែលអ្នកផ្លាស់ទីលំនៅដោយខុសច្បាប់ដោយរបៀបណាតើអ្នកនឹងប្រើវារយៈពេល1ឆ្នាំទេកូនប្រុសរបស់យ៉ាវ UK ដើម្បីសន្សំប្រាក់បន្តិចបន្តួចនោះមិនត្រឹមតែអ្នកមិនបើកប្រព័ន្ធកម្ដៅកណ្ដាលប៉ុណ្ណោះទេប៉ុន្តែអ្នកក៏បានចាក់សោផ្ទះកសិដ្ឋានផងដែរឥឡូវនេះផ្ទះកសិដ្ឋានត្រូវបានបំផ្លាញហើយអ្នកនៅតែមានភាពក្លាហានក្នុងការលាបរបួសរបស់ខ្ញុំអ្នកភូមិដែលមានកំហឹងស្ទើរតែស្ដីបន្ទោសយ៉ាវ UK ដែលមុខរបស់គាត់ស្លេកស្លាំងភ្លាមគាត់បានកញ្ញាអ្វីគ្រប់យ៉ាងប៉ុន្តែគាត់មិនបានរំពឹងថាខ្ញុំនឹងថតរូបមុនពេលចុះហត្ថលេខានោះទេប៉ុន្តែគាត់ជាអតីតយុទ្ធជនដែលមានបទពិសោធន៍រូបថតនេះត្រូវបានអ្នកប្រឌិតឡើងវាមិនរាប់បញ្ចូលទេទោះបីជាខ្ញុំដកហូតសិទ្ធិគ្រប់គ្រងរបស់អ្នកក៏ដោយមែនហើយអ្នកគឺជាអ្នកដែលបានបំផ្លាញម៉ាស៊ីនផ្លុំខ្យល់ក្តៅជាមុនអ្នកប្រហែលជាមិនបានចាប់ផ្ដើមវានៅពេលថ្ងៃទេហើយបនតបមកអ្នកបានកែប្រែវាបណ្ដាលឲ្យម៉ាស៊ីនដំណើរការខុសប្រក្រតីវាគឺជាអ្នកប្រឈមមុខនឹងការវាយប្រហារ4ដងគាត់នៅតែហ៊ានចោទប្រកាន់ខ្ញុំបានបាត់បង់ការអត់ធ្មត់ចុងក្រោយរបស់ខ្ញុំទាំងស្រុងជាមួយមនុស្សឈួតល្ងង់ខ្លៅនេះមេរៀនពីធម្មជាតិមិនគ្រប់គ្រាន់ទេខ្ញុំនឹងប្រើបច្ចេកវិទ្យាទំនើបនិងទិន្នន័យដើម្បីបំផ្លាញគាត់ទាំងស្រុង